សូមជូនរឿងព្រេងនិទានរឿងស្រមោចនិងរៃនារដូវប្រាំងដកដៅហួតហែងមានស្រមោចនិងរៃគឺជាអ្នកជិតខាងនឹងគ្នាពួកគេទាំងពីរតែងតែតាក់ទងគ្នាទៅវិញទៅមកស្រមោចគឺជាសត្វឧស្សាហ៍ព្យាយាមចំណែករៃវិញគឺជាសត្វដែលខ្ជិលច្រអូសគិតតែសប្បាយជារៀងរាល់ថ្ងៃស្រមោចតែនាំគ្នាជញ្ជូនស្បៀងមកបំរុងទុកសម្រាប់នារដូវវស្សាឯរៃវិញគឺគិតតែនាំគ្នាស្រែកស្រៀងរាំសប្បាយមិនខ្វល់ខ្វាយពីការរកស្បៀងទុកនោះទេហើយរាល់ព្រឹករៃតែងតែឃើញស្រមោចជញ្ជូនស្បៀងក៏ស្រែកសួរទាំងចំអកលក់លើយថាបងស្រមោចអើយបងស្រមោចខំអីខំម្លេះសម្រាប់ខ្លះទៅបងការរដូវវស្សាក៏នៅឆ្ងាយគ្រាន់ដែរណាណែមកនាំគ្នាមករំលេងជាមួយខ្ញុំសិនស្រមោចឮរៃពោដូច្នោះក៏ឆ្លើយទៅវិញថាទេបងរៃខ្ញុំអរគុណទឹកចិត្តបងណាស់ប៉ុន្តែឲ្យខ្ញុំសុំអភ័យទោសដែលមិនបាននៅរាំច្រៀងលេងជាមួយនឹងបងព្រោះអីខ្ញុំរវល់តែជញ្ជូនស្បៀងទុកឲ្យកូនចៅបរិភោគនារដូវវស្សារៃពេលឮស្រមោចនិយាយបែបនេះហើយក៏នៅតែមិនខ្វល់គិតតែនាំគ្នាច្រៀងរាំហិចហាលសប្បាយមិនខ្វល់ពីអ្វីទាំងអស់ហើយពីមួយថ្ងៃទៅមួយថ្ងៃពេលវេលាបានខិតជិតដល់រដូវវស្សាហើយចំណែកឯរៃវិញនៅតែសប្បាយរាំច្រៀងមិនខ្វល់ពីអ្វីដែលចិត្តមកដល់នោះទេចំណែកស្រមោចវិញក៏នៅតែខិតខំជញ្ជូនស្បៀងទុកមិនយូរប៉ុន្មានរដូវវស្សាបានឈានមកដល់ក៏មានភ្លៀងធ្លាក់មួយមេយ៉ាងធំធ្វើឲ្យរៃអត់ជំរកនិងគ្មានសំបីតែស្បៀងមួយគ្រាប់ក៏គ្មានក៏ទៅអង្វរស្រមោចសុំជ័យស្បៀងអើបងស្រមោចអើយឲ្យខ្ញុំសុំខ្ចីស្បៀងបងខ្លះមកដើម្បីយកទៅឲ្យកូនបរិភោគព្រោះពេលឥឡូវនេះពួកគេស្រែកឃ្លានខ្លាំងណាស់ដូច្នេះហើយបងសូមបងមេត្តាជួយឲ្យស្បៀងខ្ញុំខ្ចីបន្តិចមកណាបងណាស្រមោចឮដូច្នោះក៏លាន់មាត់សួរទៅកាន់រៃវិញថាចុះលុះពេលរដូវប្រាំងនោះមិនក៏បងមិននាំគ្នាខិតខំស្វែងរកស្បៀងទុកទៅរៃក៏ឆ្លើយតបទៅវិញថាបងអើយកាលនោះខ្ញុំរវល់តែនាំគ្នាច្រៀងរាំភ្លេចខ្លួនទើបពុំបានស្វែងរកស្បៀងទុកស្រមោចឮរៃនិយាយដូចនេះក៏មានចិត្តខឹងអញ្ចឹងសុំបងនាំគ្នាទៅច្រៀងរាំទៀតចុះព្រោះស្បៀងនេះ
ខ្ញុំទុកគ្រាន់សម្រាប់តែបងប្អូនកូនចៅខ្ញុំប៉ុណ្ណោះទេខ្ញុំមិនអាចឲ្យបងខ្ចីបានទេរៃពេលឮស្រមោចពោពាក្យដូចនេះក៏មានចិត្តខ្មាស់អៀនស្រមោចយ៉ាងខ្លាំងក៏បានដើរចេញទាំងទឹកមុខក្រៀមក្រំបាទរឿងនេះសូមចប់តែប៉ុណ្ណេះហើយរឿងនេះដែរគឺចង់បង្ហាញពីភាពម្ចាស់ការនិងទំនួលខុសត្រូវក្នុងការត្រៀមលក្ខណៈទុកជាមុនដើម្បីទប់ស្កាត់រាល់បញ្ហាណាដែលកើតឡើងដែលយើងមិនអាចដឹងមុនហើយរាល់កំហុសពាក្យពេចន៍ណាដែលមិនសមរម្យសូមបងប្អូនមេត្តាខន្តីអភ័យទោសដល់ខ្ញុំបាទផងសូមអរគុណ